បាទសូមគោរពជំរាបសួរពុកម៉ែបងប្អូនដែលកំពុងតាមដានទស្សនាវីដេអូ Channel កង្កែប3ថ្ងៃនេះខ្ញុំបង្ហាញជូនពុកម៉ែបងប្អូនឲ្យបានស្គាល់កាន់តែច្បាស់ចំពោះមុខក្រេបាទដោយសារតែមានបងប្អូនទេមកសួរថាមុខក្រេនិងកម្រិតអត្រានឹងដូចគ្នាឬមួយក៏ខុសគ្នាបាទនេះពុកម៉ែបងប្អូនបាទខុសគ្នាតែស្រដៀងគ្នាបាទនេះខាងនេះផ្កាបាទផ្កាមុខក្រេហើយនេះផ្លែអាចថាស្រដៀងគ្នាបាទហើយនេះដើមមានរោមស្លឹករាងតុនជាងកម្រាលត្រៀតហើយរសជាតិសាបបាទរសជាតិសាបកម្រាលត្រៀតរសជាតិជូរបាទខុសគ្នាអញ្ចឹងបាទនេះហើយកម្រាលត្រៀតដុះលើភ្នំកន្លែងខ្លះមានដើមធំបាទរាងសជាងបាទមុខក្រេរាងក្រហមជាងបាទអញ្ចឹងប្រភេទរាងក្រហមហើយកម្រាលត្រៀតរាងសជាងបាទអញ្ចឹងសូមចំណាំបាទហើយរោមកម្រាលត្រៀតមានតិចជាងហើយរឹងជាងមុខក្រេច្រើនជាងហើយទន់ជាងបាទហើយនេះជាមុខក្រេធំបាទហើយគុណប្រយោជន៍បាទគុណប្រយោជន៍មុខក្រេនឹងអាចធ្វើជាថ្នាំកាពះក៏បានអាចធ្វើជាថ្នាំព្យាបាលថ្លើមក៏បានបាទចង់និយាយថាបើសិនជាពុកម៉ែបងប្អូនមានជំងឺកាពះហត់ដង្ហក់ណែនរលាកកាពះឈឺកាពះឆ្អល់កាពះអាចប្រើមុខក្រេនឹងបានបាទហើយពាក់ព័ន្ធនឹងពោះវៀនបាទហើមពោះបាទក៏ត្រូវដែរបាទកាត់បន្ថយនៃការឈឺបាទហើយបើសិនជាពុកម៉ែបងប្អូនមានជំងឺរលាកថ្លើមក៏ប្រើបានដែរបាទតែចង់និយាយថាបើសិនជាផ្សំគឺល្អជាងដោយសារឧទាហរណ៍ថាអ្នកខ្លះគាត់កើតជំងឺថ្លើមតែគាត់ពិបាកក្នុងការបត់ជើងធំបាទអញ្ចឹងទោះយករុក្ខជាតិផ្សេងមកផ្សំបញ្ចូលបាទអញ្ចឹងពាក់ព័ន្ធនឹងកាពះពោះវៀនក៏ដូចជាជំងឺរលាកថ្លើមអីដូចគ្នាដែរបាទសុទ្ធតែមានការផ្សំដូចគ្នាបើសិនជាប្រើតែមួយមុខហ្នឹងមិនសូវប្រកែដូចផ្សំទេបើសិនជាផ្សំល្អជាងដោយសារមនុស្សយើងម្នាក់មិនមែនមានជំងឺតែមួយទេគឺមានច្រើនបាទហើយបញ្ជាក់ជូនពុកម៉ែបងប្អូនថាបើសិនជាពុកម៉ែបងប្អូនត្រូវការឱសថបុរាណផ្សេងក្រៅពីមុខក្រេហ្នឹងបាទខាងខ្ញុំមានបាទអាចកំងបានសូមទាក់ទងតាមលេខទូរស័ព្ទ097 31 13 046 069 30 21 88ឬក៏អាចចូលមកកាន់ Facebook ឆៃលៀងនិង Page គ្រូសេងថ្នាំឆ្នាំងឬក៏ Telegram តាមរយៈលេខ097 31 13 046ដែលមានឈ្មោះថាគ្រូសេងថ្នាំឆ្នាំងដូចគ្នាបាទហើយជំរាបជូនពុកម៉ែបងប្អូនថាកុំភ្លេចជួយចុច Subscribe ទៅលើ Channel YouTube របស់ខ្ញុំម្នាក់មួយផងដើម្បីទទួលបានវីដេអូថ្មីមុនគេដូចជាជួយ Like Page បាទដើម្បីបានឃើញវីដេអូខ្ញុំផុសទៅឃើញមុនគេបាទហើយពាក់ព័ន្ធនឹងការតាមដានឱសថបុរាណផ្សេងខ្ញុំនឹងព្យាយាមបាទបង្ហាញជូនបន្ថែមទៀតបាទគ្រាន់តែថាវីដេអូខ្លះបានផ្សាយវាញបាទវីដេអូខ្លះគឺផ្សាយខ្លីដោយសារតែខាងខ្ញុំនេះមិនសូវមានអ៊ីនធឺណិតម្ល៉េះហើយផ្សាយសង្ខេបបាទជម្រាបជូនសង្ខេបឲ្យបងប្អូនបានស្គាល់បាទហើយក៏សូមអរគុណចំពោះពុកម៉ែបងប្អូនដែលខំចំណាយពេលវេលាក្នុងការតាមដានទស្សនាវីដេអូរបស់ខ្ញុំសូមជូនពរពុកម៉ែបងប្អូនមានសំណាងល្អមានសុខភាពល្អរកស៊ីមានបាននិងអាយុវែងយូរបាទសូមអរគុណ